កាលពីមុនណានេះខ្ញុំមិនដែលគិតថាការងារកញ្ចក់នឹងគឺថាអស្ចារ្យដល់ប៉ុណ្ណឹងឯងបងប្អូនដល់ទៅពេលតែចូលរៀនមិនដឹងថាអូយគឺថាsurprise សម្រាប់ខ្លួនឯងហ្មងណាហើយនិយាយពីថាសម្ភារៈវិញដូចថាច្រើនអញ្ចឹងណាបងប្អូនច្រើនមុខហើយតពីមួយវគ្គទៅមួយវគ្គហើយកាន់តែរៀនកាន់តែចាប់អារម្មណ៍អញ្ចឹងបងប្អូនហើយនេះកញ្ចក់នឹងខ្ញុំតកញ្ចក់ម្សៅណាហើយតហ្នឹងធ្វើ6ទម្រង់សម្រាប់ផ្ញើទៅគ្រូកាយបងប្អូននេះអារម្មណ៍នេះខ្ញុំរៀនតាមអនឡាញប៉ុណ្ណឹងណាចុះបងប្អូនទៅរៀនផ្ទាល់មួយគ្រូទៀតមិនដឹងថាគាត់មានអារម្មណ៍ដូចខ្ញុំអត់ទេណាហើយខ្ញុំពិតជាសប្បាយចិត្តមែនតើបងប្អូនរៀនពីមួយវគ្គទៅមួយវគ្គកាន់តែរំភើបទៅហើយវគ្គនេះខ្ញុំចង់ចូលជាងគេហើយតែឥឡូវបានចូលបានដឹងថាអូខ្ញុំធ្វើច្រើនដងណាបងប្អូនថ្មទៅត្រូវរងចាំសម្ភារៈផងចាំសម្ភារៈក៏យូរហើយដល់ពេលធ្វើមេរៀនធ្វើអត់ត្រូវទៀតអញ្ចឹងគឺធ្វើច្រើនដងថ្មបានគ្រូថាអូវគ្គនឹងជាប់ទៅមួយវគ្គទៀតមុនវគ្គនេះខ្ញុំតម្សៅហើយនេះចូលវគ្គតម្សៅនឹងជាប់ហើយយើងមកវគ្គអំប្រេបងប្អូនអំប្រេផ្លេកចុងផ្លេកគល់ហ្នឹងខ្ញុំធ្វើ6ទម្រង់ដូចគ្នាហើយវគ្គហ្នឹងក៏នឹងខ្ញុំធ្វើជាប់ដែរអញ្ចឹងបានគ្រូគាត់ឲ្យទៅមកវគ្គបន្តទៀតអញ្ចឹងណាហើយក្នុងវីដេអូនេះនឹងខ្ញុំធ្វើ3វគ្គចូលគ្នាតែម្ដងនេះបងប្អូនគឺថាផ្ចិតផ្ចង់មកចត់មែនតើនេះខ្ញុំធ្វើនៅកញ្ចក់ជ័រណាបងប្អូនអត់តន់សាកល្បងធ្វើនៅដៃទេតែធ្វើឲ្យស្ទាត់សិនចាំសាកនៅដៃខ្លួនឯងពួកអីពេលដែលយើងធ្វើកញ្ចក់ជ័រយើងគោះឲ្យវាអត់បញ្ហាទេបងប្អូនតែដល់ធ្វើនៅលើដៃខ្លួនឯងតោះតែយើងប្រើម៉ាស៊ីនសម្រាប់អីចេញអញ្ចឹងណាអញ្ចឹងក៏អត់តន់ហ៊ានធ្វើនៅលើដៃព្រោះត្រូវកូនតូចតាចគាត់ចេញឧស្វាយអញ្ចឹងអត់តន់បានហ៊ានធ្វើទេចាំដល់គាត់ទៅជាអស់អញ្ចឹងចាំធ្វើនៅឆ្លងទៅគុណពើមួយទៀតបងប្អូននេះបងប្អូនថាធ្វើហើយលាបទឹកអាឡូងគឺស្អាតមែនតើណានឹងគឺថាផ្លេកនេះខ្ញុំអត់កប់ធំស្អាតហងផ្លេកម៉ត់ល្អិតចឹងឃើញយើងស្អាតប៉ុណ្ណឹងនឹងខ្ញុំធ្វើហើយទាំងយប់បងប្អូនទំកូនគេងព្រោះយើងប្រើទឹកស្អុយសម្រាប់ធ្វើបើមិនអត់ដាក់ទឹកស្អុយយើងធ្វើអត់កើទេតែទឹកស្អុយវាធំក្លិនបើមិនជាធ្វើចិត្តកូនអត់កើតែម្ដងអញ្ចឹងចាំពួកគាត់គេងហើយបិទទ្វារធ្វើនៅបន្ទប់ទទួលភ្ញៀវម្នាក់ឯងអញ្ចឹងណាផឹកឡើងយើងបើកពួកអុយទៅវាហើក្លិនអស់ហើយសម្រាប់នឹងខ្ញុំធ្វើយើងពាក់ម៉ាស់ពាក់អីអញ្ចឹងណាអានេះតម្រង់មួយទៀតបងប្អូនតម្រង់តម្សៅធម្មជាតិចុងហើយនឹងគល់សចុងសបងប្អូនចុងសនិងចុងធម្មជាតិខ្ញុំធ្វើវគ្គហ្នឹងក៏ជាប់ដែរបងប្អូនអ្នកគ្រូទៅអាចបន្តទៅអំប្រេពណ៌ចុងបានទៀតចឹងណាហើយនេះខ្ញុំសប្បាយចិត្តមែនតើបងប្អូនហើយពេលដែលបានចូលរៀនណាហើយនេះខ្ញុំនឹងផឹងផែងបន្តទៅមុខទៀតបងប្អូនមានចំណាប់អារម្មណ៍ចង់ចូលរៀនអីចង់បានគ្រូល្អមានបទពិសោធន៍យូរឆ្នាំអញ្ចឹងហើយហ៊ានចប់ក៏គាត់បកគលសញ្ញាបត្រឲ្យជូនអញ្ចឹងបងប្អូនអាចតំណមកខ្ញុំបានខ្ញុំណែនាំហើយខ្ញុំអត់គិតតម្លៃអីទេបងប្អូនខ្ញុំណែនាំចុះឈ្មោះជាមួយអ្នកគ្រូតែម្ដងដើម្បីឲ្យយើងមានជំនាញច្បាស់លាស់អញ្ចឹងណាសម្រាប់អ្នកខ្ញុំគឺផឹងផែងឯងបងប្អូនទោះបីថាកូនតូចតាចអីក៏ដោយក៏ត្រូវតែផឹងដែរព្រោះអីវាជាជីវមួយដ៏ល្អមែនតើសម្រាប់ថ្ងៃទៅមុខអញ្ចឹងយើងចេះហើយអាចមើលកូនផងធ្វើការផងឬមួយក៏ធ្វើការខាងកញ្ចក់ណាបងប្អូនឬមួយក៏យើងអាចបរៀនបងប្អូនសាច់ញាតិយើងបានទៀតចឹងណាហើយវីដេអូនោះមានតែប៉ុណ្្នឹងនេះថាបងប្អូនមកចាប់អារម្មណ៍ឲ្យអាចតំណនឹងខ្ញុំបានហើយខ្ញុំសូមអរគុណសូមជម្រាបលាបងប្អូនសុខភាពល្អទាំងអស់គ្នាណា